តោះបងប្អូនទាំងអស់គ្នានេះអីវ៉ាន់ច្រើនមែនទែនទៅចូលស្តុកគឺជាផលិតផលថ្មីទាំងអស់បងប្អូនបាទហើយថ្ងៃនេះខ្ញុំដកមួយមកធ្វើការ review unboxing ជូនបងប្អូនដែល motor នេះគឺជា motor បាញ់ឆ្នាំ Spectro បងប្អូន3 model អញ្ចឹងយើងទៅធ្វើការ unboxing ទាំងអស់គ្នាតោះមកធ្វើការបើកប្រអប់ទាំងអស់គ្នាបាទតោះបងប្អូនមើលទាំងអស់គ្នាមានអីខ្លះនៅក្នុងហ្នឹងមានតយោកងធំមានអីទៀតឯងតោះសូមជួយលើកចេញតិចនេះបងប្អូនជា model ទី1ដែលមានកម្លាំងរបស់វា5800 វ៉ាត់បងប្អូនហើយកម្លាំងរបស់វិលទឹករបស់បាញ់ចេញរបស់វា42លីត្រក្នុង1នាទីបងប្អូនហើយ spec របស់វាចាំបងប្អូនឆានមកបើសិនជាពេញចិត្ត model នេះហើយអញ្ចឹងយើងចូល model មួយទៀតតោះឥឡូវយើងចូល model ទី2តែថ្មីតែម្ដងវាខុសប្លែកពី model ទី1មិនខ្លះដែរមើលទាំងអស់គ្នាវ៉ាវជើងវាយោនេះដូចជាវែងជាង model ទី1បងប្អូនយក model ទី2នេះតោះសូមជួយលើកចេញតិចហើយបងប្អូន model នេះធំជាង model មុនបងធំជាង model ទី1បាទប្រៀបធៀបនេះទៅបងប្អូនមើលធំជាងមើលទៅដូចវាហាប់ណែនជាងបងប្អូនអញ្ចឹងចូល model ទី3ហើយចាំយើងប្រៀបធៀបគ្នាថាវាខុសគ្នាមិនខ្លះតោះមកចូល model ចុងក្រោយគេគឺ model ទី3វ៉ាវ model ទី3ខុសតយោខុស style ពី model ទី1និង model ទី2តោះសូមជួយលើកចេញតិចបាទនេះជា model បាទនេះបន្ទាប់ពីយើងដកចេញពីប្រអប់មកនេះគឺជាគ្រឿងរបស់វាសម្រាប់ model ទី1ទី2និងទី3បាទឃើញទេបងប្អូនតែ model ទាំងអស់នេះសិតតែមានកម្លាំងខុសគ្នាទាំងអស់បងប្អូនអញ្ចឹងខ្ញុំអត់ទាន់បានតម្លើងទេក្នុងវីដេអូនេះខ្ញុំគ្រាន់តែបើកប្រអប់ឲ្យបងប្អូនឃើញថាខាងខ្ញុំមានលក់3 model ហ្នឹងសម្រាប់ការតម្លើងផ្សេងពេលខ្ញុំតម្លើងហើយចាំខ្ញុំថតជាវីដេអូបង្ហាញបងប្អូននៅវីដេអូក្រោយមួយព្រោះនេះខ្ញុំបើកប្រអប់ផ្ទាល់ដែរអញ្ចឹងខ្ញុំអត់ដឹងថាត្រូវតមិនទេតខ្ញុំមើលទៅមើលអីបើសិនជាតែចាំតគ្រប់ model មួយខ្ញុំអត់ដឹងថាត្រូវចំណាយពេលប្រហែលសម្រាប់ថតវីដេអូជូនបងប្អូននេះអញ្ចឹងរងចាំទស្សនាវីដេអូដែលពេលដែលខ្ញុំតហើយអស់ហើយខ្ញុំធ្វើការតេស្តសាកល្បងជូនបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានទស្សនាណាបងប្អូនទាំងអស់គ្នាបាទជម្រាបលា